mình thaឧបករណ៍ massage ចង្កេះឬក៏ឧបករណ៍ massage ទៅលើក្បាលជង្គង់ស្មាដើមដៃរៀងរាល់ពេលធ្វើម្ដងហ្នឹងគឺអត់ឲ្យលើសពីកន្លះម៉ោងទេអញ្ចឹងក្នុងមួយថ្ងៃអាចធ្វើបាន1ម៉ោងប៉ុន្តែផឹកកន្លះម៉ោងល្ងាចកន្លះម៉ោងទៀតអញ្ចឹងបើយើងបូកចូលគ្នាមួយថ្ងៃធ្វើ1ម៉ោងបានទេហេតុអីបានជាអត់ចង់ឲ្យអ៊ំពុំមីងទាំងអស់គ្នាធ្វើការ massage ម្ដងហ្នឹងលើសពីកន្លះម៉ោងពីព្រោះមនុស្សយើងកាលណាធ្វើការច្រើនក៏ហត់សាច់ដុំរបស់យើងដូចគ្នាពេលណាដែលយើងប្រើលើសពីសមត្ថភាពរបស់វាក៏ចេះហត់ហើយវាធ្វើឲ្យយើងទៅជាលិតលៃអស់កម្លាំងវិញម្យ៉ាងទៀតកម្ដៅទោះបីជាកម្ដៅ45 55 65មិនមែនជាកម្ដៅដែលធ្វើឲ្យអ៊ំពុំមីងទាំងអស់គ្នារោលឬក៏លាកប៉ុន្តែបើសិនជាអ៊ំពុំមីងទាំងអស់គ្នាបង្កើនពេលវេលាវិញវាទៅជាកម្ដៅនឹងវាអាចប្រឈមទៅជាមួយនឹងការហូរយើងវិញអញ្ចឹងហើយការប្រើប្រាស់ទៅតាមការណែនាំគឺជារឿងចាំបាច់អ៊ំពុំមីងទាំងអស់គ្នាកុំសម្រុកដូចថាកុំព្យាយាមថាចង់បាត់ឈឺលឿនសុខចិត្តទៅឡើងពេលវេលាឲ្យវាម៉ាស្សាយូរនិយាយទៅម៉ាស្សាត្រឹមតែកន្លះម៉ោងក្នុងមួយពេលគ្រប់គ្រាន់ហើយអ៊ំពុំមីងនឹងទទួលបានអត្ថប្រយោជន៍ដោយបាត់អាការៈឈឺជុកចាប់ឬក៏ឈឺលំមួននៅនឹងសាច់ដុំហ្នឹងហើយបើសិនជាយើងគ្រាន់តែធ្វើតាមការណែនាំហ្នឹងហើយមួយទៀតបើសិនជាចង់ម៉ាស្សាឲ្យបាន2ម៉ោងបានប៉ុន្តែមុខងារទាំងអស់នេះអត់ចាំបាច់បើកទេបានន័យថាកម្ដៅក៏មិនបើករំញ័រក៏មិនបើកដែរយើងគ្រាន់តែយកដើម្បីវាមានជាតម្រូវទប់ខ្នងយើងដែរអញ្ចឹងការពារខ្នងយើងកុំឲ្យអោនពេកកាលណាអោនវាប្រឈមមួយការគៀបតែមែនទេគៀបតសៃគៀបអីហ្នឹងអញ្ចឹងយើងគ្រាន់តែធ្វើការយកមកហិតធម្មតាបានន័យថាអត់បើកមុខងារអីទាំងអស់អាហ្នឹងអ៊ំពុំមីងទាំងអស់គ្នាអាចពាក់ឧបករណ៍ហិតចង្កេះនេះបាន2ម៉ោងតែក៏អត់ឲ្យលើសពី2ម៉ោងបានជាមិនចង់ឲ្យអ៊ំពុំមីងទាំងអស់គ្នារឹតធម្មតានឹងលើសពី2ម៉ោងកាលណាយើងរឹតលើសពី2ម៉ោងធម្មតាកន្លែងដែលយើងព្យាយាមរឹតហ្នឹងយើងរឹតតឹងណែនពេកទៅសរសៃឈាមរបស់យើងបញ្ជូនទៅសរីរាង្គផ្សេងៗទៅអត់បានល្អទេអញ្ចឹងបើសិនជាយើងរឹតលើសពី2ម៉ោងវាធ្វើឲ្យកន្លែងមួយចំនួនទៅជាស្ពឹកអញ្ចឹងហើយត្រឹម2ម៉ោងគឺគ្រប់គ្រាន់ហើយពេលដែលយើងរឹតហ្នឹងហើយកុំព្យាយាមរឹតរហូតដល់តឹងខ្លាំងពេកប្រយ័ត្នអ៊ំពុំមីងទាំងអស់គ្នាពិបាកក្នុងការដកដង្ហើមនិយាយទៅយើងព្យាយាមរឹតម៉ាស្សារបៀបម៉េចឲ្យខ្លួនរបស់យើងគេហៅសមរម្យល្មមដែលយើងមានអារម្មណ៍ថាយើងអាចធ្វើការងារផ្សេងៗទៀតបានស្រួលនិយាយទៅកុំធ្វើការបខំទៅលើការម៉ាស្សានីមួយៗពីព្រោះការម៉ាស្សាទាំងអស់នេះគឺត្រូវការពេលអ៊ំពុំមីងទាំងអស់គ្នាមិនមែនម៉ាស្សាមកពេលហ្នឹងហើយវាធ្វើឲ្យយើងធូរស្រាលបាន 100% ទេបានន័យថាយើងម៉ាស្សារយៈពេលយូរតទៅមុខទៀតអញ្ចឹងយើងធ្វើមួយថ្ងៃតិចតាមការណែនាំទៅយើងនឹងទទួលបានអត្ថប្រយោជន៍ដូចតែខ្ញុំប្រាប់ហ្នឹងហើយបាត់អាការៈឈឺជុកចាប់ឬលំមួលនៅតាមសាច់ដុំមិនថានៅតាមក្បាលជង្គង់នៅស្មាឬក៏នៅដើមដៃឬក៏នៅចង្កេះទេអ៊ំពុំមីងទាំងអស់គ្នានឹងមានអារម្មណ៍ថាធូរស្រាលច្រើនពីការដែលយើងធ្វើការម៉ាស្សាដោយប្រើកម្ដៅជាមួយនឹងប្រើរំញ័រទាំង5កម្រិតហ្នឹងដូច្នេះវាគឺជារឿងចាំបាច់ដែលអ៊ំពុំមីងទាំងអស់គ្នាត្រូវធ្វើការប្រើប្រាស់ឧបករណ៍ម៉ាស្សានីមួយៗទៅតាមការណែនាំហើយបើសិនជាមិនយល់ត្រង់កន្លែងណាឬក៏មានជាចង្អល់អាចធ្វើការឆាតមកកាន់ page ឬក៏អញ្ជើញមកទីតាំងផ្ទាល់ដើម្បីធ្វើការលោនិងតេស្តផ្ទាល់តែម្ដងមកងាយស្រួលក្នុងក្រុមការងារក៏ធ្វើការបញ្យល់លម្អិតពីការប្រើប្រាស់